ណាគេខ្លះហើមពោះឆ្អល់ពោះរាល់ថ្ងៃឥឡូវមកសាកផ្អាក3ថ្ងៃនេះមើលមានអាការៈធូរពោះស្រកពោះរាងស្អាតវិញអត់សម្រាប់អ្នកដែលពោះគាត់តឹងរហូតពិបាកផោមញឹកទល់ផោមទៀតអញ្ចឹងវាអាចតាក់ទងជាមួយនឹងការដែលគាត់តែងតែញ៉ាំកាហ្វេទឹកដោះគោឬក៏តែគុជទឹកដោះគោពួកកាហ្វេទឹកដោះគោតែគុជទឹកដោះគោហ្នឹងសិក្សាទៅវាជាអាហារដែលវាធ្វើឲ្យពិបាករំលាយអញ្ចឹងធ្វើឲ្យពោះវៀនហ្នឹងគឺធ្វើការខ្លាំងហើយវាអត់កត្រាក់បានស្រួលទេអញ្ចឹងយើងចេះតែមានអារម្មណ៍ថាពោះយើងហើមរហូតអ្នកខ្លះមានអារម្មណ៍ថាព្រលឹមឡើងសោះមិនទាន់ញ៉ាំអីផងពោះឡើងហើមរបៀបដូចអ្នកកំពុងមានទងន់អញ្ចឹងបើអ្នកញ៉ាំទឹកដោះគោពេលព្រឹកឬក៏កាហ្វេទឹកដោះគោតែគុជទឹកដោះគោគឺសូមឲ្យផ្លាស់ប្ដូរ3ថ្ងៃសាកល្បងមើលថានឹងស្រក់ពោះជាងមុនអត់ស្រក់អាហើមហ្នឹងអាការដើរខ្យល់ហ្នឹងគឺមកដូរញ៉ាំកាហ្វេខ្មៅហ្នឹងជំនួសវិញម្ដងអញ្ចឹងណាគេខ្លះដែលកំពុងមើលវីដេអូនេះអ្នកដែលកំពុងតែចង់កាត់បន្ថយហើមពោះមកពោះនឹងរៀងស្រកមានប្រសិទ្ធភាពសាកវិធីដែលអ្នកគ្រូសៃពៅណែនាំនឹងរយៈពេល3ថ្ងៃបានផលយ៉ាងណាខមមិនផងអរគុណច្រើនពីខ្ញុំអ្នកគ្រូសៃពៅចា